សម្រាប់ម៉ាក់ដែលមានកូនរើសចំណីឬក៏កូនមានអាយុ3-9 ខែឡើងលែងចង់ញ៉ាំបបរគ្រប់គ្រឿងម៉ណុយមីស៊ុបត្រីសាល់ម៉ុននេះគឺ best recommend តែម្ដងទាំងរសជាតិទាំងល្បាយគឺស័ក្តិសមទៅនឹងអាយុអូនប្រភេទបន្លែថ្ងៃនេះគឺខ្ញុំកិនដោយសារខ្ញុំចង់បានល្បាយគ្រើមសម្រាប់អូនរៀនតាពីដោយសារអូនមានអាយុ3-9 ខែអញ្ចឹងបងគួរតែផ្លាស់ប្ដូរពីល្បាយម៉ត់មកជាគ្រើមដល់អាយុដែលអូនត្រូវផ្លាស់ប្ដូរល្បាយអាហារបងគួរតែផ្លាស់ប្ដូរពីព្រោះថាចំណុចនេះក៏អាចធ្វើឲ្យអូនបាត់បង់ចំណង់អាហារដែរសម្រាប់របៀបចម្អិនខ្ញុំដាំទឹកឲ្យពុះហើយដាក់បន្លែដែលខ្ញុំបានកិនមុនហ្នឹងចូលចម្អិនប្រហែលជា1ទៅ2នាទីបន្តមកទៀតបានដាក់មីនេះជាប្រភេទមីស្រីរាងស្រាប់ក្មេងចាប់ពីអាយុ7 ខែឡើងគឺអាចប្រើបានហើយសរសៃមីតូចទន់ហើយនឹងផុយល្អស័ក្តិសមសម្រាប់អូនរៀនតាពីមិនបារម្ភខ្លាចអូនឆ្លាក់ក្រោយពីចម្អិនហើយគឺខ្ញុំអត់កិនទៀតទេអញ្ចឹងខ្ញុំកាច់សរសៃមីនេះខ្លីៗចូលចម្អិនមកហើយចំពោះគ្រឿងផ្សំបន្ថែមរសជាតិ